នាយករដ្ឋមន្ត្រីថៃបានថ្លែងការណ៍ពីពេលថ្មីៗនេះថាលោកមិនបានដឹងរឿងដែលបេសកជនចិនស្នើខ្លួនធ្វើជាអ្នកសម្របសម្រួលនោះទេដោយលោកបានប្រាប់ឲ្យកម្ពុជាបញ្ឈប់ការវាយប្រហារមកលើប្រទេសថៃជាមុនសិនភាគីថៃបានលើកឡើងថាយើងបានដកកងទ័ពដកអាវុធនិងដោះគ្រាប់មីនចេញអស់ហើយគឺយើងបានធ្វើទាំងអស់យើងក៏បានបង្ក្រាបយ៉ាងខ្លាំងក្លាទៅលើក្រុមឆោបោកចុះចំណែកឯកម្ពុជាវិញតើពួកគេបានដកចេញដែរឬទេពួកគេបានដកតែមនុស្សចេញប៉ុណ្ណោះប៉ុន្តែអាវុធគឺនៅតែមាននៅទីនោះដដែលទី1ចំណែកឯកងទ័ពអាកាសថៃបានថ្លែងការណ៍ពីថ្ងៃប្រហ័សថាយន្តហោះចម្បាំង F16 មួយគ្រឿងបានបើកការវាយប្រហារតាមផ្លូវអាកាសដោយទម្លាក់គ្រាប់បែកចំនួន2គ្រាប់ទៅលើមូលដ្ឋានយោធាកម្ពុជាមួយកន្លែងក្នុងក្រុងប៉ោយប៉ែតកងទ័ពអាកាសថៃបានបញ្ជាក់ថាទីតាំងនោះត្រូវបានរកឃើញថាជាឃ្លាំងស្តុកអាវុធនិងជាអគារដែលប្រើប្រាស់ដោយក្រុមឆោបោកតើហេតុអ្វីបានជាថៃប្រើលេសនេះនៅពេលដែលដឹងថាចិនលូកដៃមកដល់មុខផ្ទះហើយទី2នៅក្នុងស្ថានភាពនេះថៃហាក់ដូចជាកំពុងប្រកែកជាមួយគ្រប់គ្នាឲ្យតែបានឈ្នះលើចំនួនទោះបីជាគ្មាននរណាទុកចិត្តពួកគេទៀតក៏ដោយសូម្បីតែប្រទេសដែលកម្រមាត់កដូចជាចិនឬអ្នកដែលមិនសូវរវល់នឹងកម្ពុជាដូចជាសហភាពអឺរ៉ុបក៏បានចេញមុខអំពាវនាវឲ្យថៃនិងកម្ពុជាឈប់បាញ់ជាបន្តដែរប៉ុន្តែថៃនៅតែមិនព្រមទទួលយកតើការប៉ាន់ស្មានរបស់លោកអនុទីនលើចំនួននេះខុសមែនទេដែលយកកម្ពុជាធ្វើជាទីលានបង្ហូរឈាមដើម្បីអំណាចរបស់ខ្លួនហើយតើការប៉ាន់ស្មានលើការប្រើប្រាស់អាវុធឈ្លានពានមកកម្ពុជាមិនត្រូវមែនទេបានជាវាយកម្ពុជាមិនបែកហើយបែកជាត្រូវទៅសុំអនុម័តកញ្ចប់ថវិកាបន្ថែមទី3សំណួរសួរថាតើអន្តរជាតិនឹងទប់ទល់នឹងអាកប្បកិរិយាដ៏កម្រោលរបស់ថៃជាប់ទេចម្លើយគឺជាប់ប៉ុន្តែកម្ពុជាត្រូវតែប្រឹងប្រែងទប់ការឈ្លានពាននេះឲ្យជាប់នៅសមរភូមិជាមុនសិនរីឯរឿងការទូតនឹងត្រូវដោះស្រាយតាមផ្លូវការទូតចិនជាខ្នងបង្អែកសេដ្ឋកិច្ចរបស់ថៃឯអាមេរិកជាខ្នងបង្អែកខាងអាវុធអ្នកទាំងពីរនេះសុទ្ធតែមានឥទ្ធិពលលើថៃហើយពួកគេមានរបៀបដោះស្រាយរៀងៗខ្លួនដោយមានម៉ាឡេស៊ីជាអ្នកសម្របសម្រួលទី4ការឆ្លើយតបរបស់ថៃនៅពេលនេះគឺជាសម្ដីរបស់មនុស្សដែលតាំងខ្លួនជាជនរងគ្រោះប៉ុន្តែអ្នកដែលដឹងរឿងច្បាស់ដូចជាសហរដ្ឋអាមេរិកម៉ាឡេស៊ីនិងចិនប្រកាសជាយល់ច្បាស់ពីស្ថានភាពហេតុដូច្នេះហើយបានជាចិនបញ្ជូនបេសកជនមកដោះស្រាយដល់មុខផ្ទះមុនពេលចិនលុកដៃថៃនឹងប្រឹងវាយដោយយកលេសថាវាយកំទេចទីតាំងល្បែងអនឡាញឬក្រុមឆោបោកនេះគឺជាទម្លាប់ចាស់ដែលថៃអនុវត្តតាមក្បួនស្វាស៊ីបាយលាបមាត់ពពែទី5ល្បែងដែលលោកអនុទីនកំពុងលេងនិងយោធាកំពុងសម្ដែងការពិតនឹងត្រូវលាតត្រដាងដោយកត្តាសំខាន់មួយនោះគឺកម្ពុជានឹងទប់នឹងការឈ្លានពានជាប់ប្រសិនជាយើងខ្លួនឯងមានចរិតមិនពឹងដង្ហៅគេយើងអាចរក្សាជំហរសាមគ្គីទប់បែបនេះជាប់នោះប្រកាសណាស់ល្បិចដែលពួកគេកំពុងលេងនេះគឺកម្ពុជាជាអ្នកហែកឲ្យឃើញថានរណាជានរណាទប់ជាមួយមនុស្សឈួតត្រូវឆ្លាតហើយមាំក្នុងកលៈទេសៈនេះទោះឆ្លោះគ្នាឬមិនត្រូវគ្នាពីមុនមកយ៉ាងណាក៏ដោយក៏គួរណាតែរួបរวมគ្នាសាមគ្គីគ្នាមួយប្រៃធំដើម្បីកម្ចាត់ចរិតឈ្លានពានរបស់ថៃរក្សាលំនឹងសេដ្ឋកិច្ចគ្រួសារប្រឹងប្រែងដាំដុះហើយក្តាប់ព័ត៌មានឲ្យជាប់ទោះជាបងប្អូនអានទៅមានអារម្មណ៍បែបណាឬជំហរបែបណាក៏ដោយសូមរក្សាស្មារតីនិងថាមពលដើម្បីរួមគ្នាជាសម្លេងតែមួយហើយជួយអ្វីបានជួយតាមលទ្ធភាពពិសេសគឺជនភៀសសឹកសាមគ្គីគឺជាកូនសោនេះបើដកស្រង់ពីទស្សនៈរបស់លោកឡាំឡាយចុងបីអង្គរ